ជាដំបូងនាងខ្ញុំនិងសមាជិកក្រុមទាំងអស់សូមគោរពជម្រាបសួរដល់លោកគ្រូសាស្ត្រាចារ្យវិចិត្រព្រមទាំងមិត្តមិត្តនិស្សិតទាំងអស់គ្នាដែលទស្សនាវីដេអូនេះក្រុមយើងខ្ញុំគឺជានិស្សិតចំនួនទី5ឆ្នាំទី4នៃវិទ្យាស្ថានបច្ចេកវិទ្យាប្រាជ្ញាសាស្ត្រនាងខ្ញុំឈ្មោះកៅណាវ៉ានាងខ្ញុំឈ្មោះផលកញ្ញានាងខ្ញុំឈ្មោះភៀវវន្ធានាងខ្ញុំឈ្មោះគុណស្រីណាក្រុមយើងខ្ញុំគឺជាក្រុមទី1ដែលនឹងធ្វើបទបង្ហាញអំពីប្រធានបទមួយដែលនិយាយអំពីទូនីតិអន្តរជាតិក្នុងសេដ្ឋកិច្ចរីកចម្រើនអ្នកទាំងអស់គ្នាមុននឹងទៅស្វែងយល់អំពីទូនីតិអន្តរជាតិក្នុងសេដ្ឋកិច្ចរីកចម្រើននាងខ្ញុំនឹងនាំទៅស្វែងយល់អំពីសេចក្តីផ្ដាំនៃកិច្ចការស្រាវជ្រាវក្រុមរបស់យើងខ្ញុំសិនក្នុងសេដ្ឋកិច្ចរីកចម្រើនអន្តរជាតិគឺជាយន្តការដ៏សំខាន់មួយដើម្បីធ្វើឲ្យមូលធនមានចលនាហើយអន្តរជាតិក៏ជាឧបករណ៍ហិរញ្ញវត្ថុដ៏សំខាន់មួយដែលដើរតួនាទីជាស្ពានសម្រាប់ផ្សារភ្ជាប់រវាងអ្នកមានមូលធនជាមួយនឹងអ្នកដែលត្រូវការទុនការប្រើប្រាស់អន្តរជាតិប្រកបដោយប្រសិទ្ធភាពនឹងជួយជំរុញកំណើនសេដ្ឋកិច្ចបង្កើនផលិតកម្មនិងបង្កើតការងារនិងលើកកម្ពស់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពដូច្នេះការសិក្សាអំពីអន្តរជាតិនិងទូនីតិរបស់វាគឺមានសារៈសំខាន់សម្រាប់ការយល់ដឹងអំពីការអភិវឌ្ឍសេដ្ឋកិច្ចនិងការរៀបចំគោលនយោបាយហិរញ្ញវត្ថុឲ្យកាន់តែមានប្រសិទ្ធភាពតោះអ្នកទាំងអស់គ្នាក៏ស្វែងយល់អំពីអត្ថន័យរបស់អន្តរជាតិជាមួយខ្ញុំទាំងអស់គ្នាកិច្ចសន្យារវាងពីរភាគីដែលភាគីទី1គឺជាម្ចាស់បំណុលនិងភាគីទី2គឺជាកូនបំណុលដែលម្ចាស់បំណុលសន្យាថានឹងឲ្យវត្ថុដែលមានតម្លៃទៅឲ្យកូនបំណុលនាពេលបច្ចុប្បន្ននិងកូនបំណុលសន្យាសងត្រឡប់នាពេលអនាគតតោះអ្នកទាំងអស់គ្នាមកស្វែងយល់អំពីប្រភេទនិងលក្ខណៈរបស់អន្តរជាតិជាមុនសិនចំពោះប្រភេទអន្តរជាតិបានបែងចែកជាពីរធំទី1និយាយអំពីអន្តរជាតិឯកជននិងទី2អន្តរជាតិសាធារណៈទី1អន្តរជាតិឯកជនអន្តរជាតិឯកជនគឺជាការខ្ចីប្រាក់ឬការទទួលហិរញ្ញប្បទានពីស្ថាប័នឯកជនឬបុគ្គលឯកជនដើម្បីយកមកប្រើប្រាស់សម្រាប់អាជីវកម្មការវិនិយោគនិងតម្រូវការផ្ទាល់ខ្លួនហើយចំពោះអន្តរជាតិឯកជនគឺបានបែងចែកជា4ប្រភេទធំទី1អន្តរជាតិផ្ទាល់ខ្លួនដែលយើងនិយាយអំពីអន្តរជាតិសម្រាប់បុគ្គលដែលយើងអាចប្រើប្រាស់ទូទៅដូចជាការកម្ចីការសិក្សាកម្ចីទិញសម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួនឬក៏ជាកម្ចីដែលយើងអាចយកទៅដោះស្រាយបញ្ហាចំណុចទី2អន្តរជាតិអាជីវកម្មអន្តរជាតិអាជីវកម្មគឺសំដៅទៅលើអន្តរជាតិដែលយើងយកមកប្រើប្រាស់ទៅលើសកម្មភាពអាជីវកម្មដែលកម្ចីយកមកធ្វើជាទុនបង្វិលការបង្កើតនិងការពង្រីកអាជីវកម្មផងដែរចំណុចទី3អន្តរជាតិលំនៅឋានអន្តរជាតិលំនៅឋានគឺសំដៅទៅលើអន្តរជាតិដែលមានរយៈពេលវែងដូចជាការទិញដីការទិញផ្ទះនិងការសាងសង់លំនៅឋានជាដើមចំណុចទី4អន្តរជាតិកសិកម្មអន្តរជាតិកសិកម្មគឺជាអន្តរជាតិដែលប្រើនៅក្នុងសកម្មភាពកសិកម្មដែលយើងយកកម្ចីអន្តរជាតិមកប្រើប្រាស់និងទិញឧបករណ៍គ្រឿងម៉ាស៊ីនដូចជាជីនិងដើមឈើជាដើមចំណុចទី2ធំដែលនិយាយអំពីអន្តរជាតិសាធារណៈអន្តរជាតិសាធារណៈគឺជាអន្តរជាតិដែលរដ្ឋាភិបាលឬស្ថាប័នសាធារណៈខ្ចីប្រាក់ពីស្ថាប័នហិរញ្ញវត្ថុអន្តរជាតិដើម្បីយកមកអភិវឌ្ឍប្រទេសហើយចំពោះអន្តរជាតិសាធារណៈបានបែងចែកជាពីរប្រភេទធំខ្ញុំនឹងលើកមកនិយាយមួយគឺអន្តរជាតិក្នុងស្រុកសំដៅទៅលើរដ្ឋាភិបាលខ្ចីប្រាក់ពីប្រភពទុនក្នុងស្រុកដូចជាការចេញមូលបត្របំណុលរបស់រដ្ឋនិងការខ្ចីប្រាក់ពីធនាគារចំណុចទី2គឺអន្តរជាតិក្រៅប្រទេសអន្តរជាតិក្រៅប្រទេសគឺសំដៅទៅលើរដ្ឋាភិបាលខ្ចីប្រាក់ពីស្ថាប័នហិរញ្ញវត្ថុអន្តរជាតិឬរដ្ឋាភិបាលក្រៅប្រទេសដូចជាធនាគារពិភពលោកមូលនិធិរូបិយប័ណ្ណហិរញ្ញវត្ថុអន្តរជាតិនិងធនាគារអភិវឌ្ឍន៍អាស៊ីអ្នកទាំងអស់គ្នាមានដឹងអត់ថាតើលក្ខណៈរបស់អន្តរជាតិមានប៉ុន្មានចាឥឡូវខ្ញុំនឹងបកស្រាយលក្ខណៈអន្តរជាតិមាន9 1ទំហំកម្ចីទំហំកម្ចីគឺជាចំនួនទឹកប្រាក់ដែលស្ថាប័នឬម្ចាស់បំណុលផ្ដល់ឲ្យអ្នកខ្ចីទំហំកម្ចីបានច្រើនឬតិចអាស្រ័យទៅលើគោលបំណងរបស់អ្នកខ្ចីសមត្ថភាពសងបំណុលចំណូលប្រតិបត្តិអន្តរជាតិនិងតម្លៃទ្រព្យធានាហានិភ័យទាបផលត្រឡប់ទាបបើអ្នកខ្ចីមានប្រវត្តិបង់ប្រាក់ល្អចំណូលច្បាស់លាស់មានទ្រព្យធានារឹងមាំហានិភ័យរបស់អ្នកផ្ដល់កម្ចីនឹងទាប3
ហានិភ័យខ្ពស់ផលត្រឡប់ខ្ពស់នៅពេលផ្ដល់អនុទានមានហានិភ័យខ្ពស់ដូច្នេះអ្នកខ្ចីមានប្រាក់ចំណូលមិនស្ថិតស្ថេរអាជីវកម្មថ្មីធម្មតាធនាគារនឹងកំណត់អត្រាការប្រាក់ខ្ពស់ជាងធម្មតាដើម្បីបង្កើនទំនុកចិត្តស្ថាប័នហិរញ្ញវត្ថុតែងតែត្រួតពិនិត្យទៅលើប្រវត្តិអនុទានចំណូលនិងសមត្ថភាពសងត្រឡប់របស់អតិថិជនទី5រយៈពេលកំណត់អនុទានតែងតែមានរយៈពេលសងត្រឡប់មកវិញមានរយៈពេលវែងឬខ្លីអាស្រ័យទៅលើទំហំកម្ចីចំណុចទី6និយាយអំពីកិច្ចសន្យាក្នុងការផ្ដល់អនុទានតម្រូវឲ្យមានកិច្ចសន្យាជាលាយលក្ខណ៍អក្សរដែលក្នុងកិច្ចសន្យានោះកំណត់នៅចំនួនប្រាក់កម្ចីច្បាស់លាស់រយៈពេលសងរបៀបនៃការបង់សងនិងលក្ខខណ្ឌផ្សេងៗចំណែកឯចំណុចទី7គឺនិយាយអំពីការប្រាក់គឺជាតម្លៃដែលអតិថិជនត្រូវបង់បន្ថែមពីលើប្រាក់ដើមដែលយកបានខ្ចីហើយអត្រាការប្រាក់គឺអាស្រ័យទៅលើទំហំកម្ចីនិងរយៈពេលកម្ចីទី9និយាយអំពីអនុទានដែលអាចមាននិងគ្មានទ្រព្យធានាអនុទានខ្លះអាចមានទ្រព្យធានាដូចជាប្លង់ដីប្លង់ផ្ទះនិងរថយន្តដើម្បីធានានៅការសងបំណុលហើយអ្នកទាំងអស់គ្នាដឹងទេអនុទានក្នុងសង្គមនិងសេដ្ឋកិច្ចមានអត្ថប្រយោជន៍អ្វីខ្លះតើមកស្វែងយល់ពីសារៈសំខាន់អនុទាននៅក្នុងសង្គមនិងសេដ្ឋកិច្ចចំណុចទី1ឆ្លើយតបនឹងតម្រូវការទុនរបស់ម្ចាស់អាជីវកម្មឧទាហរណ៍ម្ចាស់អាជីវកម្មអាចខ្ចីប្រាក់ពីធនាគារដើម្បីពង្រីកសាខាឬពង្រីកអាជីវកម្មឲ្យមានការរីកចម្រើនចំណុចទី2ធ្វើឲ្យសេដ្ឋកិច្ចមានការរីកចម្រើននិងបង្កើតសហគ្រិនចំណុចទី3ផ្ដល់ដើមទុនសម្រាប់អ្នកវិនិយោគចំណុចទី4បង្កើតឱកាសការងារធ្វើឲ្យប្រជាជនមានការងារធ្វើនិងកាត់បន្ថយភាពក្រីក្រជាចុងក្រោយក្រុមយើងខ្ញុំសូមអរគុណដល់សាស្ត្រាចារ្យវិវិចិត្រនិងមិត្តទាំងអស់គ្នាដែលទស្សនាវីដេអូនេះតាំងពីដើមរហូតដល់